តើនៅមានអ្វីកើតឡើងបើសិនជាសន្តិភាពលែងត្រូវបានគ្រប់គ្រងដោយអង្គការសហប្រជាជាតិទៀតហើយអស់រយៈពេល80ឆ្នាំមកហើយអង្គការសហប្រជាជាតិគឺជាអាជ្ញាកណ្ដាលសកលជាចៅក្រមផងហើយជាអំណាចប្រកបដោយក្រមសីលធម៌ផងប៉ុន្តែនៅក្នុងឆ្នាំ2026មានអ្នកលេងថ្មីម្នាក់បានចូលមកក្នុងសាយវាននេះហើយនោះគឺមិនមែនជាប្រទេសមួយណានោះទេមិនមែនជាសម្ព័ន្ធភាពណាអីនោះដែរក៏ប៉ុន្តែគឺជាប្រព័ន្ធមួយដែលដើរស្របគ្នាទៅនឹងប្រព័ន្ធចាស់លោក Donald Trump បានប្រកាសអំពីការបង្កើតអ្វីមួយដែលមិនធ្លាប់មានពីមុនមកនោះគឺហៅថាក្រុមប្រឹក្សាសន្តិភាព The Board of Peace ចំពោះអ្នកខ្លះវាស្ដាប់ទៅដូចជាក្តីសង្ឃឹមថ្មីប៉ុន្តែចំពោះអ្នកខ្លះវាស្ដាប់ទៅដូចជាការបះបោរប្រឆាំងក៏ប៉ុន្តែចំពោះអ្នកយុទ្ធសាស្ត្រវាស្ដាប់ទៅដូចជាសង្គ្រាមប៉ុន្តែមិនមែនដោយប្រើអាវុធនោះទេក៏ប៉ុន្តែវាគឺជាប្រព័ន្ធថ្មីហើយបន្តមកទៀតនោះគឺមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបានកើតឡើងនោះគឺប្រទេសកម្ពុជាបានប្រកាសចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរគេមិនទាន់ឃើញប្រទេសដូចជាប្រទេសអាល្លឺម៉ង់ដូចជាប្រទេសបារាំងឬក៏ជប៉ុនអីចូលរួមនៅឡើយនោះទេក៏ប៉ុន្តែបើជាកម្ពុជាជាប្រទេសតូចមួយនៅអាស៊ីអាគ្នេយ៍ទៅវិញដែលស្រាប់តែបោះជំហានចូលមកក្នុងចំណុចកណ្ដាលនៃការពិសោធន៍ថ្មីនៃអំណាចសកលលោកនេះតើនេះជាសេចក្តីក្លាហានឬយ៉ាងណាឬក៏គ្រាន់តែជាការកណនាគុនគូណាមួយដើម្បីយល់អំពីរឿងនេះយើងត្រូវតែប្រឈមនឹងការពិតមួយគឺថានៅក្នុងនយោបាយសកលលោកសន្តិភាពមិនមែនជាគោលដៅបែបសិលធម៌នោះទេវាគឺជាឧបករណ៍នៃយុទ្ធសាស្ត្រអង្គការសហប្រជាជាតិបានចាប់កំណើតចេញពីគ្រោះមហន្តរាយមួយគឺនៅបន្ទាប់ពីសង្គ្រាមលោកលើកទី2មនុស្សជាតិបានសន្យារឿងមួយថាមិនអនុញ្ញាតឲ្យសង្គ្រាមលោកនេះកើតឡើងម្ដងទៀតនោះទេអង្គការសហប្រជាជាតិត្រូវបានរចនាឡើងជាស្ថាបត្យកម្មសន្តិភាពសកលលោកស្ថាបត្យកម្មក៏អាចចាស់គំរើលទៅបានដែរអ្វីទៅជាភាពផ្ទុយគ្នានៃរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិហើយនិងក្រុមប្រឹក្សាសន្តិសុខពិភពលោកក្រុមប្រឹក្សាអង្គការសហប្រជាជាតិមានសមាជិកអចិន្ត្រៃយ៍ចំនួន5គឺមានសហរដ្ឋអាមេរិកមានប្រទេសចិនប្រទេសរុស្ស៊ីចក្រភពអង់គ្លេសហើយនិងប្រទេសបារាំងប្រទេសនីមួយៗមានអំណាចវេតូដូចគ្នាអំណាចវេតូមានន័យថាប្រសិនបើមហាអំណាចណាមួយនិយាយថាទេនោះសន្តិភាពនោះនឹងក្លាយទៅជារឿងដែលមិនអាចទៅរួចដូច្នេះតើមានអ្វីកើតឡើងនៅក្នុងការពិតនេះនៅក្នុងពេលសប្តាហ៍ថ្ងៃនេះសម្រាប់ប្រទេសរុស្ស៊ីបានធ្វើការវេតូទៅលើសេចក្តីសម្រេចលើប្រទេសអ៊ុយក្រែនសហរដ្ឋអាមេរិកបានវេតូទៅលើសេចក្តីសម្រេចលើបញ្ហាអ៊ីស្រាអែលនិងហ្គាហ្សាចំណែកឯប្រទេសចិនបានធ្វើវេតូទៅលើសេចក្តីសម្រេចលើរឿងកោះតៃវ៉ាន់ហើយនិងបញ្ហាសិទ្ធិមនុស្សមហាអំណាចលោកខាងលិចបានធ្វើវេតូសេចក្តីសម្រេចលើគូប្រជែងភូមិសាស្ត្រនយោបាយអង្គការសហប្រជាជាតិបានក្លាយទៅជាក្តារអុកសម្រាប់អ្នកនយោបាយសម្រាប់មហាអំណាចវាមិនមែនជាម៉ាស៊ីនសន្តិភាពអីនោះទេតាមទ្រឹស្ដីអង្គការសហប្រជាជាតិគឺតំណាងឲ្យមនុស្សជាតិទាំងមូលក៏ប៉ុន្តែតាមការអនុវត្តជាក់ស្ដែងគឺវាតំណាងឲ្យអំណាចទៅវិញលោកប្រធានាធិបតី Donald Trump បានយល់ឃើញអំពីរឿងនេះបានល្អជាងមេដឹកនាំភាគច្រើនផ្សេងទៀតហើយគាត់បានសួរសំណួរមួយដែលគ្មាននរណាម្នាក់ហ៊ានសួរថាប្រសិនបើអង្គការសហប្រជាជាតិត្រូវបានខ្វិនតើនរណាជាអ្នកនឹងគ្រប់គ្រងសន្តិភាពបានជាផ្លូវការក្រុមប្រឹក្សាសន្តិភាពដែលហៅថា The Board of Peace នេះគឺជាទម្រង់នៃប្រព័ន្ធការងារការទូតក៏ប៉ុន្តែនៅក្នុងភូមិសាស្ត្រនយោបាយមែនទែនក្រុមប្រឹក្សានេះមិនត្រូវបានយកជាផ្លូវការអីនោះទេក្រុមប្រឹក្សាសន្តិភាពថ្មីនេះមិនមែនជាសន្ធិសញ្ញាដូចអង្គការ NATO នោះទេហើយវាមិនមែនជាស្ថាប័នដូចជាអង្គការសហប្រជាជាតិអីនោះដែរក៏មិនមែនជាសម្ព័ន្ធភាពយោធាណាមួយនោះទេពីព្រោះតែបើវាដូចជាអង្គការមុនៗដដែលប្រហែលជាគេមិនចាំបាច់បង្កើតក្រុមប្រឹក្សាសន្តិភាពនេះឡើងនោះទេវាជាអ្វីមួយដែលមានគ្រោះថ្នាក់ជាងនេះគឺជាសម្ព័ន្ធភាពអំណាចដែលគេអាចបង្វិលបានលោក Donald Trump មិនបានព្យាយាមបំផ្លាញអង្គការសហប្រជាជាតិដោយផ្ទាល់នោះទេគឺគាត់បានធ្វើអ្វីមួយដែលឆ្លាតជាងនេះគាត់បានបង្កើតជំរើសមួយផ្សេងទៀតនោះគឺជាយុទ្ធសាស្ត្រនៃរឿងភូមិសាស្ត្រនយោបាយចាស់ៗបែបសាមញ្ញគឺប្រសិនបើលោកអ្នកមិនអាចគ្រប់គ្រងប្រព័ន្ធនោះបាននោះចូលបង្កើតប្រព័ន្ធថ្មីមួយទៀតដែលស្របគ្នាដែរនៅក្នុងប្រវត្តិសាស្ត្រធ្លាប់បានឃើញរឿងនេះពីមុនមករួចមកហើយដូចជាអង្គការ NATO ទល់ទល់នឹងកតិកាសញ្ញាទីក្រុងវ៉ាសាវីនៅក្នុងសម័យសង្គ្រាមត្រជាក់ហើយស្ថាប័នធនាគារ AIIB របស់ប្រទេសចិនទប់ទល់ជាមួយនឹងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ប្រទេសចិនទប់ទល់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតរបស់លោកខាងលិចហើយថ្មីនេះគឺមហិច្ឆតានៃរូបិយប័ណ្ណរបស់ក្រុមប្រទេស BRICS ទប់ទល់ជាមួយនឹងប្រព័ន្ធប្រាក់ដុល្លារអាមេរិកឥឡូវនេះអង្គការសហប្រជាជាតិកំពុងតែប្រឈមមុខនឹងគូប្រជែងដ៏ខ្លាំងក្លាដំបូងរបស់ខ្លួនមិនមែនប្រកួតប្រជែងអំពីរឿងយោធាក៏ប៉ុន្តែគឺជារឿងរចនាសម្ព័ន្ធ
ក្រុមប្រឹក្សាសន្តិភាព The Board of Peace មិនជាគិតអំពីរឿងសន្តិភាពអីនោះទេគឺអំពីការចងក្រងឡើងវិញនៅអ្វីដែលគេហៅថាច្បាប់នៃភាពស្របច្បាប់នៅពេលដែលលោក Donald Trump បានអញ្ជើញប្រទេសនានាឲ្យចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះការឆ្លើយតបគឺបានបង្ហាញឲ្យឃើញច្បាស់ដែលមានប្រទេសមួយចំនួនបានចូលរួមភ្លាមៗនោះគឺដូចជាប្រទេសទូគីប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសអេស៊ីបប្រទេសកាតាប្រទេសឥណ្ឌូនេស៊ីវៀតណាមហើយនិងមានកម្ពុជាផងដែរហើយនិងរដ្ឋមួយចំនួនដែលជាក្រុមប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀតនៅលើសកលលោកដែលគេហៅថា The Global South ឬក៏ប្រទេសតាក់ទៃលោកប្រទេសដែលស្ទាក់ស្ទើរឬក៏បដិសេធនៅក្នុងការចូលរួមនេះគឺមានដូចជាមហាអំណាចនៅសហភាពអឺរ៉ុបមានប្រទេសញូហ្សេឡង់ហើយនិងសម្ព័ន្ធមិត្តរបស់លោកខាងលិចមួយចំនួនទៀតនេះគឺមិនមែនជារឿងចៃដន្យនោះទេគឺវាបង្ហាញអំពីបញ្ហាសកលថ្មីមួយមិនមែនអំពីលទ្ធិប្រជាធិបតេយ្យទប់ទល់ជាមួយនឹងអំណាចផ្ដាច់ការនោះទេមិនមែនលោកខាងលិចទប់ទល់ជាមួយនឹងលោកខាងកើតនោះដែរក៏ប៉ុន្តែគឺជាអំណាចដែលបានបង្កើតឡើងតទល់ជាមួយនឹងអំណាចដែលមិនមានការពេញចិត្តក្រុមប្រឹក្សាសន្តិភាពបានតាក់ទាញប្រទេសដែលមានអារម្មណ៍ថាជាប់គាំងនៅក្នុងឋានានុក្រមរបស់អង្គការសហប្រជាជាតិនៅក្នុងអង្គការសហប្រជាជាតិនៅពេលដែលរដ្ឋតូចៗនិយាយចេញមកពួកគេមិនដែលអាចចេញជាសេចក្តីសម្រេចចិត្តណាមួយបាននោះទេហេតុនេះពេលដែលមើលទៅលោកត្រាំហាក់ដូចជាបានផ្ដល់ឲ្យពួកគេនៅអ្វីដែលមានលក្ខណៈប្លែកខ្លះគឺការចូលរួមដោយគ្មានការត្រួតត្រាពីអំណាចវេតូដោយពីមុននោះទេពីព្រោះសម្រាប់ប្រទេសជាច្រើនកន្លងមកវេតូនេះគឺជារឿងដែលប្រទេសតូចៗទាំងនោះមិនអាចតទល់បាននោះទេហើយប្រទេសកម្ពុជាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសតូចៗទាំងនោះដើម្បីយល់ពីការសម្រេចចិត្តរបស់កម្ពុជានៅក្នុងការចូលក្រុមប្រឹក្សាសន្តិភាពនេះគឺយើងត្រូវតែទុករឿងសិលធម៌មួយឡែកសិនជាធម្មតារដ្ឋតូចៗមិនគិតដូចជារដ្ឋធំៗនោះទេរដ្ឋធំៗគេតែងតែសួរគ្នាថាតើយើងដឹកនាំពិភពលោកដោយរបៀបណាចំណែកឯរដ្ឋតូចៗវិញគេសួរគ្នាថាតើយើងនឹងរស់រានមានជីវិតដោយរបៀបណាចំពោះការពិតនៃទីតាំងភូមិសាស្ត្រនយោបាយរបស់កម្ពុជាកំពុងតែរស់នៅក្នុងចន្លោះប្រទេសមហាអំណាចយក្សមួយចំនួនដែលមានដូចជាប្រទេសចិនសម្រាប់ជាខ្សែជីវិតសេដ្ឋកិច្ចរបស់ខ្លួនសហរដ្ឋអាមេរិកមានសម្ពាធភូមិសាស្ត្រនយោបាយសម្រាប់អាស៊ានគឺជាខែលការពារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយអង្គការសហប្រជាជាតិគឺសម្រាប់ភាពស្របច្បាប់សកលនានាជាការពិតណាស់រដ្ឋតូចៗដូចជាកម្ពុជាមិនអាចមានលទ្ធភាពទទួលបានឬក៏ទទួលរ៉ាប់រងភក្តីភាពបាននោះទេខ្លួនត្រូវតែចេះគ្រប់គ្រងភាពមិនច្បាស់លាស់ឬក៏ចេះលៃលកដោះស្រាយស្ថានភាពដែលមិនច្បាស់លាស់នោះហើយនេះហើយការចូលរួមជាមួយនឹងក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំមិនមែននិយាយអំពីការគ្រប់គ្រងលោក Donald Trump នោះទេក៏ប៉ុន្តែគឺនិយាយអំពីការពង្រីកជំរើសនៃយុទ្ធសាស្ត្រពីព្រោះនៅក្នុងទ្រឹស្ដីនៃភូមិសាស្ត្រនយោបាយជំរើសគឺជាអុកស៊ីហ្សែនសម្រាប់សេដ្ឋកិច្ចកម្ពុជាគឺពឹងផ្អែកទៅលើការវិនិយោគពីបរទេសពឹងផ្អែកទៅលើពាណិជ្ជកម្មជាមួយនឹងទីផ្សារនៅលោកខាងលិចពឹងផ្អែកទៅលើមូលនិធិនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនហើយនឹងត្រូវមានស្ថិរភាពនយោបាយប្រសិនបើកម្ពុជាពឹងផ្អែកតែទៅលើប្រទេសចិនតែមួយគឺខ្លួននឹងប្រឈមនឹងការពឹងផ្អែកលើរឿងសេដ្ឋកិច្ចហើយប្រសិនបើខ្លួនដើរស្របគ្នាតែជាមួយប្រទេសលោកខាងលិចគឺខ្លួននឹងប្រឈមនឹងការវាយបកវិញនៅក្នុងផ្នែកនយោបាយដូច្នេះកម្ពុជាត្រូវតែធ្វើអ្វីមួយដែលមានភាពឆ្លាតវៃដ៏ស្មុគស្មាញជាងនេះនោះគឺខ្លួនត្រូវតែធ្វើពិពិធកម្មនៃហានិភ័យនៃភូមិសាស្ត្រនយោបាយហេតុដូច្នេះហើយការចូលរួមជាមួយនឹងក្រុមប្រឹក្សាសន្តិភាពគឺជាការផ្ញើសារដ៏ស្រទន់មួយគឺផ្ញើសារទៅកាន់ប្រទេសចិនថាយើងមិនមែនជារដ្ឋរណបរបស់អ្នកនោះទេហើយផ្ញើសារទៅកាន់លោកខាងលិចថាយើងមិនមែនជាសត្រូវរបស់អ្នកដែរក៏ផ្ញើសារទៅកាន់អាស៊ានថាយើងមានឯករាជ្យភាពរបស់យើងដែរហើយសារមួយទៀតទៅកាន់ពិភពលោកនោះគឺយើងមានតម្លៃរបស់យើងហើយនឹងសារៈសំខាន់នៃយុទ្ធសាស្ត្រនយោបាយសកលលោកនេះមិនមែនជាមនោគមវិជ្ជារបស់កម្ពុជានោះទេប៉ុន្តែវាគឺជាបញ្ហាសេដ្ឋកិច្ចហិរញ្ញវត្ថុនៃភូមិសាស្ត្រនយោបាយសកលលោកកម្ពុជាកំពុងតែអនុវត្តយុទ្ធសាស្ត្រមួយដែលហៅថាការការពារហានិភ័យជាយុទ្ធសាស្ត្រនោះមានន័យថាខ្លួនត្រូវចូលរួមក្នុងប្រព័ន្ធអំណាចជាច្រើននៅក្នុងពេលដំណើរគ្នាហើយត្រូវជៀសវាងការសម្របសម្រួលពេញលេញជាមួយនឹងប្លុកតែមួយណាមួយហើយក៏បង្កើនអំណាចនៃការចរចាជាមួយពិភពលោកឲ្យបានជាអតិបរមាហើយរបៀបនេះគឺជាតក្កវិជ្ជាដូចគ្នាទៅនឹងអ្វីដែលបានប្រើដោយប្រទេសវៀតណាមដោយប្រទេសសិង្ហបុរីប្រទេសឥណ្ឌាហើយនិងប្រទេសទូគីប៉ុន្តែអ្វីដែលមានភាពខុសគ្នានោះគឺកម្ពុជាមានទំហំតូចជាងហើយជាធម្មតាអ្នកលេងតូចៗតែងតែត្រូវបង់តម្លៃខ្ពស់ជាងប្រសិនបើជាមានកំហុសណាមួយកើតឡើងឥឡូវនេះយើងសាកងាកទៅមើលហានិភ័យណាខ្លះដែលអាចនឹងកើតឡើងហានិភ័យទី1គឺយើងនិយាយអំពីយើងមើលទៅអរិយាប័ត្រដ៏ស្ងៀមស្ងាត់របស់ប្រទេសចិនមិនមានប្រតិកម្មតាមអារម្មណ៍នោះទេ
តែគឺអាចមានប្រតិកម្មតាមបែបយុទ្ធសាស្ត្រវិញបើយើងសាកគិតតាមទស្សនៈរបស់ទីក្រុងប៉េកាំងប្រទេសកម្ពុជាដែលចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមដែលដឹកនាំដោយលោកដូណាល់ត្រាំនេះអាចត្រូវបានគេគិតថាកម្ពុជាកំពុងតែមានការផ្លាស់ប្ដូរអំពីរឿងភក្តីភាពដែលប្រហែលជាកំពុងតែផ្លាស់ប្ដូរពីទិសដៅនយោបាយពីប្រទេសចិនទៅរកសហរដ្ឋអាមេរិកឬក៏យ៉ាងហោចណាស់គឺកំពុងតែបង្ហាញថាខ្លួនមិនចង់ពឹងផ្អែកតែទៅលើប្រទេសចិនតែមួយហើយមួយទៀតនោះគឺអាចជាសញ្ញានៃការធ្វើពិពិធកម្មរបស់កម្ពុជាដែលកម្ពុជាកំពុងតែព្យាយាមពង្រីកជំរឿសយុទ្ធសាស្ត្រដោយរកដៃគូថ្មីដែលមិនចង់ឲ្យខ្លួនឯងត្រូវចាប់ផ្ដើមជាប់តែក្នុងឥទ្ធិពលរបស់ប្រទេសធំតែមួយនោះឡើយហើយនឹងចិនអាចមើលឃើញថាគឺជាភាពងាយរងគ្រោះដែលអាចកើតមានឡើងគឺចិនអាចមើលឃើញថានេះគឺជាចំណុចខ្សោយមួយដែលសហរដ្ឋអាមេរិកអាចប្រើប្រាស់ដើម្បីបញ្ចូលឥទ្ធិពលទៅក្នុងតំបន់ដែលចិនធ្លាប់តែគ្រប់គ្រងធ្លាប់តែមានឥទ្ធិពលហើយវាក៏ជាអ្វីដែលអាមេរិកអាចប្រើដើម្បីបំបែកឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយប្រទេសចិនប្រហែលជាមិនដាក់ទណ្ឌកម្មទៅលើប្រទេសកម្ពុជាដោយបើកចំហនោះទេក៏ប៉ុន្តែនៅក្នុងរបៀបនៃភូមិសាស្ត្រនយោបាយប្រតិកម្មកម្រនឹងបញ្ចេញសម្លេងឲ្យលឺខ្លាំងណាស់អ្វីដែលគេអាចធ្វើបាននោះគឺចិនអាចមានអិរិយាបថចេញជាលក្ខណៈស្រទន់ហើយអាចនឹងមានការពន្យាពេលនៅក្នុងគម្រោងអភិវឌ្ឍផ្សេងក៏អាចមានការផ្លាស់ប្ដូរលំហូរនៃទុនវិនិយោគចូលមកដែរហើយមួយទៀតដែលគេហៅថាមានសញ្ញាការទូតបែបត្រជាក់ហើយនៅក្នុងភូមិសាស្ត្រនយោបាយភាពស្ងៀមស្ងាត់របស់រដ្ឋមួយគឺច្រើនតែជាការព្រមានហានិភ័យទី2គឺអំពីលោកដូណាល់ត្រាំអាចមិនមែនជានៅជាអចិន្ត្រៃយ៍នោះទេក្រុមប្រឹក្សាសន្តិភាពនេះត្រូវបានចងភ្ជាប់ទៅនឹងមនុស្សតែម្នាក់នោះគឺលោកប្រធានាធិបតីដូណាល់ត្រាំក៏ប៉ុន្តែនៅក្នុងភូមិសាស្ត្រនយោបាយគេស្អប់គម្រោងនយោបាយផ្ទាល់ខ្លួនណាមួយនោះណាប្រសិនបើលោកដូណាល់ត្រាំបាត់បង់ឥទ្ធិពលនៅក្នុងនយោបាយប្រសិនបើគំនិតផ្ដួចផ្ដើមនេះបាត់បង់ភាពស្របច្បាប់នៅថ្ងៃខាងមុខហើយប្រសិនបើមហាអំណាចពិភពលោកផ្សេងទៀតបដិសេធលើរឿងនេះនោះប្រទេសកម្ពុជានឹងគ្មានអ្វីនៅសល់ក្រៅតែពីសម្ព័ន្ធភាពដ៏ចម្រូងចម្រាសបែបនេះមានស្លាកស្នាមនៃទំនាក់ទំនងការទូតដ៏ប្រថុយប្រថានហើយនឹងការលេងល្បែងយុទ្ធសាស្ត្រនយោបាយដែលបរាជ័យប្រវត្តិសាស្ត្រគ្មានមេត្តាត្រាប្រណីចំពោះប្រទេសតូចដែលភ្នាល់ចាក់លើមហាអំណាចដែលមិនមានស្ថិរភាពនោះទេហានិភ័យទី3គឺអាចជាការប៉ះទង្គិចជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិដែលមានស្រាប់អង្គការសហប្រជាជាតិនៅតែជាអាជ្ញាធរជាសកលផ្លូវការដដែលប្រសិនបើក្រុមប្រឹក្សាសន្តិភាព BOP នេះវិវត្តក្លាយទៅជាប្រព័ន្ធសម្រាប់ការប្រកួតប្រជែងប្រទេសតូចដូចជាកម្ពុជានឹងប្រឈមមុខនឹងជម្រើសដ៏លំបាកមួយនៅក្នុងចំណោមជម្រើស2ដែលមិនអាចទៅរួចនោះគឺថាតើអ្នកធ្វើតាមប្រព័ន្ធមួយណាពីព្រោះតែនៅពេលដែលមានប្រព័ន្ធដែលមានការប្រកួតប្រជែងគ្នានោះអព្យាក្រឹតភាពនឹងក្លាយទៅជាការបំភាន់ភ្នែកតែប៉ុណ្ណោះពេលនោះគឺជាការពិតណាស់កម្ពុជាអាចត្រូវបានបង្ខំឲ្យជ្រើសរើសរវាងភាពស្របច្បាប់របស់អង្គការសហប្រជាជាតិឬក៏ឥទ្ធិពលរបស់ក្រុមប្រឹក្សាសន្តិភាពថ្មី BOP នេះហើយសូមឲ្យយើងកុំភ្លេចថាសម្រាប់រដ្ឋតូចការជ្រើសរើសខុសអាចបណ្ដាលឲ្យស្លាប់បានក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំមិនមែនជាមូលហេតុទេវាគ្រាន់តែជារោគសញ្ញាតែប៉ុណ្ណោះគឺជាសញ្ញានៃការផ្លាស់ប្ដូរដ៏ស៊ីជម្រៅខ្លាំងនោះគឺអំពីការដួលរលំនៃសន្តិភាពសកលលោកដែលមានតែមួយគត់នេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយអង្គការសហប្រជាជាតិបានតំណាងឲ្យអាជ្ញាធរដែលមានសិលធម៌ជាឯកពលក៏ប៉ុន្តែនៅសប្តាហ៍ថ្ងៃនេះពិភពលោកកំពុងតែក្លាយទៅជាពហុពលប្រទេសចិនកំពុងតែងើបឈរឡើងរុស្ស៊ីកំពុងតែតយុទ្ធដើម្បីរក្សាអំណាចពីមុនរបស់ខ្លួនក្រុមប្រទេសកំពុងអភិវឌ្ឍក៏មានការទាមទារអំណាចរបស់ពួកគេដែរហើយការបាក់បែកនៃអំណាចត្រួតត្រារបស់លោកខាងលិចក៏កំពុងតែមានជាបណ្ដាលជំរឿស្ថាប័នថ្មីផ្សេងទៀតកំពុងតែលេចចេញមកជំនួសស្ថាប័នចាស់ពីមុនដែលមានដូចជា BRICS ធនាគារ Asian Infrastructure Investment Bank របស់ប្រទេសចិនអង្គការសហប្រតិបត្តិការសៀងហៃហើយនិងគម្រោង One Belt One Road របស់ប្រទេសចិនដែរក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំគឺជាផ្នែកមួយនៃគំរូសកលដែលបានកើតមានឡើងដូចជា BRICS កំពុងតែប្រកួតប្រជែងជាមួយនឹងប្រព័ន្ធប្រាក់ដុល្លារប្រទេសចិនកំពុងតែកសាងខ្សែក្រវ៉ាត់មួយផ្លូវមួយ One Belt One Road មានប្លុកតំបន់ជាច្រើនទៀតកំពុងតែពង្រីកខ្លួនអធិបតេយ្យភាព Digital ក៏កំពុងតែកើតឡើងអង្គការសហប្រជាជាតិលែងជាស្ថាបត្យករតែមួយគត់នៃភាពស្របច្បាប់ទៀតហើយពិភពលោកកំពុងតែឈានចូលដល់យុគសម័យនៃប្រព័ន្ធប្រកួតប្រជែងនានាហើយប្រទេសកម្ពុជាកំពុងតែសម្របខ្លួនជាមួយនឹងការវិវត្តនេះតាំងពីក្បាលដំបូងនេះដូច្នេះហើយមានសំណួរសួរថាតើកម្ពុជាមានភាពឆ្លាតវៃឬក៏មិនមានការប្រុងប្រយ័ត្ន
បើគិតពីទស្សនៈប្រកបនិយមចលនាដែលកម្ពុជាកំពុងតែធ្វើគឺសមហេតុសមផលមានសុភវិនិច្ឆ័យពិតប្រាកដពីព្រោះតែនៅក្នុងភូមិសាស្ត្រនយោបាយការរក្សានៅភាពអសកម្មគឺស្មើនឹងបាត់បង់តម្លៃតែការធ្វើឲ្យខ្លួនមានតម្លៃជាចាំបាច់នោះគឺស្មើនឹងការរស់រានមានជីវិតតែបើគិតតាមទស្សនៈបែបហានិភ័យនៃយុទ្ធសាស្ត្រវិញប្រហែលជាកម្ពុជាប្រៀបដូចជាកំពុងតែដើរលើខ្សែពួរមួយដែលជាការជ្រើសរើសរវាងមហាអំណាចចិនឬក៏សហរដ្ឋអាមេរិកជាការនៅតែជ្រើសរើសអង្គការសហប្រជាជាតិឬក៏ក្រុមប្រឹក្សាសន្តិភាព BOP ឬក៏ជ្រើសរើសស្ថិរភាពនិងភាពមិនប្រកបប្រជានៃនយោបាយសកលលោកកម្ពុជាមិនមែនកំពុងតែជ្រើសរើសអំពីសន្តិភាពអីនោះទេតែកំពុងតែជ្រើសរើសនៅ position មួយដើម្បីគេអាចមើលឃើញហើយនៅក្នុងពិភពលោកសម័យទំនើបការដែលគេអាចមើលឃើញខ្លួននោះគឺជាអំណាចក៏ប៉ុន្តែអំណាចក៏តែងតែតាក់ទាញនៅគ្រោះថ្នាក់មកជាមួយខ្លះផងដែរជាចុងបញ្ចប់គឺក្រុមប្រឹក្សាសន្តិភាពនេះអាចនឹងទទួលបានជោគជ័យឬក៏អាចនឹងដួលរលំប៉ុន្តែអត្ថិភាពរបស់វាគឺបានផ្លាស់ប្ដូរអ្វីមួយជាមូលដ្ឋានរួចស្រេចទៅហើយវាហាក់ដូចជាបង្ហាញថាអង្គការសហប្រជាជាតិលែងថាมันអាចប៉ះពាល់បានតទៅទៀតហើយការសម្រេចចិត្តរបស់ប្រទេសកម្ពុជាគឺបានបង្ហាញពីអ្វីមួយឲ្យកាន់តែស៊ីជម្រៅថែមទៀតនោះគឺថាប្រទេសតូចៗលែងគ្រាន់តែជាអ្នកដើរតាមបញ្ជារបស់សកលលោកទៀតហើយតែពួកគេកំពុងតែក្លាយទៅជាអ្នកវិនិយោគលើប្រព័ន្ធថ្មីប៉ុន្តែនៅពេលដែលប្រព័ន្ធសកលលោកប៉ះទង្គិចគ្នាប្រវត្តិសាស្ត្របានបង្ហាញពីការពិតដ៏គ្មានមេត្តាមួយដែរគឺថាមហាអំណាចធំៗប្រយុទ្ធគ្នាឯប្រទេសតូចៗជាអ្នកបង់ថ្លៃទាំងអស់នោះទៅវិញដូច្នេះហើយសំណួរពិតប្រាកដមិនមែនថាតើក្រុមប្រឹក្សាសន្តិភាពពិភពលោករបស់លោកត្រាំនឹងរស់រានមានជីវិតឬក៏អត់នោះទេសំណួរឲ្យពិតប្រាកដនោះគឺតើនៅពេលដែលពិភពលោកបំបែកចេញជាស្ថាប័នបន្តបន្ទាប់គ្នានេះតើកម្ពុជានឹងងើបឡើងជាអ្នកលេងជាយុទ្ធសាស្ត្រឬក៏គ្រាន់តែក្លាយទៅជាកូនអុកក្នុងល្បែងដែលរចនាឡើងដោយមហាយៈឬយ៉ាងណាពីព្រោះតែនៅក្នុងយុគសម័យថ្មីនៃភូមិសាស្ត្រនយោបាយសន្តិភាពមិនត្រូវបានធានានោះទេគឺស្ថិតនៅក្នុងការចរចាការតថ្លៃហើយកម្ពុជាទើបតែឈានជើងចូលទៅក្នុងការចរចានេះសូមអរគុណដល់លោកអ្នកដែលជាអ្នកគាំទ្រ Channel Inside Reveal ទាំងថ្មីទាំងចាស់ដែលបានទស្សនានៅវីដេអូមួយនេះប្រសិនបើលោកអ្នកយល់ថាវាគឺជាការយល់ដឹងថ្មីហើយប្រសិនបើលោកអ្នកចង់បានរឿងរ៉ាវស៊ីជម្រៅដទៃទៀតអំពីសេដ្ឋកិច្ចនិងអំពីសេដ្ឋកិច្ចពិភពលោកអំពីភូមិសាស្ត្រនិងប្រវត្តិសាស្ត្រនៃប្រទេសនានានៅក្នុងសកលលោកសូមលោកអ្នកជួយចុច like comment ឬក៏ share នៅវីដេអូនេះហើយនិងកុំភ្លេចចុច subscribe សម្រាប់ទទួលបាននៅវីដេអូថ្មីនៅពេលខាងមុខនេះទៀតសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយ